ខ្ញុំត្រឡប់ទៅស្រុកវិញដើម្បីចុះកងត្រាប់នំរបស់ហើយដាំដងដៃដួលដេញមន់ស្រុក5000ក្បាលចូលក្នុងចំការឃើញដើមដូងត្រូវគេជីកគាត់សើចខ្លាំងហានេះហៅថាធម្មជាតិសត្វលីមកវានៅជួយជីជាតិដីអ្នកទៀតខ្ញុំមិនបានឆ្លងជាមួយគាត់ទេខ្ញុំបានទិញថ្នាំបង្កាត់រាប់សិបតោនរីប៉ៃពេញភ្នំអ្នកចិត្តខាងសាយថាខ្ញុំថែមទាំងចំណាយលុយឲ្យគាត់ខាងក្រោយមន់អ្នកចិត្តខាងស្រាប់តែចេញមកទាំងហ្វូមលោកថៅកែស៊ីមអត់សុំលោកទៅមើលចំការមន់អ្នកចិត្តខាងរត់មកហើយអីខ្ញុំភ្ញាក់ផ្អើលក្នុងចិត្តទៅចំការថ្នាំឃើញមន់ស្រុកមួយហ្វុងធំកំពុងរត់លេងដោយគ្មានអ្នកណាហាលោកលើវនេះពិតជាប្រហែលសំណាញ់ដែកនេះម្សិលមិញហេតុអីថ្ងៃនេះដួលអស់នេះប្រកាសជាគាត់រុញខ្លួនអ្នកភូមិឯទៀតក៏ខឹងចាប់យកអាវុធលោកថៅកែនេះយើងទៅបំបីផ្ទះកញ្ចក់គាត់ទៅឲ្យលោកថៅកែទៅរកគាត់គិតលុយទាំងអស់គ្នាដាក់ជាប់កាប់តវីគេឈឺយើងក៏ខុសដែរខ្ញុំទៅនិយាយជាមួយគាត់ខ្ញុំដើរឆ្លងសំណាញ់ដែកដើរត្រង់ទៅរកលោកលើគាត់ឃើញខ្ញុំមិនត្រឹមតែមិនខ្មាស់ថែមទាំងសើចចំអកថាអូយលោកថៅកែរៀនចប់មកត្រួតពិនិត្យហើយឬសំណាញ់នេះហេតុអីមន់អ្នកជីកដើមដងខ្ញុំខូចនេះជាការបំផ្លាញទ្រព្យសម្បត្តិអ្នកត្រូវគិតថ្លៃយ៉ាងម៉េចមិនបានការទេខ្យល់សំណាញ់ដួលខ្លួនឯងមិនមែនរឿងខ្ញុំទេមន់មានស្លាប់នឹងជើងវាចូលចិត្តរត់ទៅដីល្អទុននេះហៅថាធម្មជាតិសត្វតើខ្ញុំអាចបាក់ជើងវាបានខ្ញុំដឹងថាគាត់ចង់រឹងរូសសំណាញ់ដៃកាត់ស្មើគ្នាច្បាស់ជាមនុស្សធ្វើក៏មិនអាចឲ្យខ្ញុំខាត់បងដោយឥតប្រយោជន៍ចំការដាំដុំនេះខ្ញុំវិនិយោគ50000អ្នកត្រូវសោះហឹមស៊ីមលីនអ្នករៀនសៀវភៅឈួតហើយមន់ខ្ញុំស៊ីដង្កូវក្នុងដីអ្នកជួយបំផ្លាញសត្វល្អឲ្យអ្នកធម្មជាតិល្អខ្ញុំជួយជីជាតិដីអ្នកបានចំណេញឲ្យមករករឿងទៀតអ្នកភូមិមកមើលកាន់តែច្រើនគ្មានអ្នកណាហ៊ានអ្នករាល់គ្នាដឹងថាមនុស្សចាស់អាក្រក់នេះមិនអាចរករឿងបានខ្ញុំយកការចំណេញនេះហើយសង្ឃឹមថាពូលីមិនស្ដាយក្រោយទេលោកសឹមមិនខ្វល់ទៀតទេបើជារឿងផ្សេងថ្ងៃនេះខ្ញុំត្រូវតែកាត់ជើងម្ខាងចោលឈប់ធ្វើការសិនប្រាក់ខែនៅឲ្យដដែលអ្នកទាំងអស់គ្នាត្រឡប់ទៅវិញសិននិយាយចប់ខ្ញុំក៏ត្រឡប់ទៅយកសៀវភៅខ្មៅចេញមកកត់ត្រាថ្ងៃទី12មិថុនាសំណាបដើមក្រញូងខូចប៉ាន់ស្មានខាតប្រាក់ផ្ទាល់50000យកគាត់សង្វិញទាំងដើមទុននិងការប្រាក់ចេញដោយអស់សង្ឃឹមថ្ងៃបន្ទាប់លីវតាឡាប៉ាឡែងធ្វើពុតម៉ោង6ឈោលើភ្នំគូឆ្នាំដៃមកខាងខ្ញុំមើលមួយផ្លែទៅបើកឡានដឹកទំនិញចាស់ទៅរោងចក្រទាញយកថ្នាំចិនប្រធានផ្នែកចម្រាញ់រូដងបាត់ដែលជាមួយកំទេចថ្នាំដែលខូចរបស់នោះជូរហើយស្អុយសាច់ស្រស់ធ្វើសំបីជ្រូកក៏ឯងចង់ធ្វើអីយកទៅធ្វើជីឯងមានប៉ុន្មានខ្ញុំយកទាំងអស់ហើយចេញថ្លៃដឹកជញ្ជូនទៅភូមិរថយន្តដឹកដីធ្ងន់3គ្រឿងបើកចូលភូមិដោយសម្លេងតោនកំទេចថ្នាំពណ៌ត្នោតស្អុយត្រូវចាក់លើដីស្រែរបស់ខ្ញុំពាក់ម៉ាស់ការយកសារធាតុប្រូបៃអូទិកដែលមានរថយន្តជីកដីកប់កំទេចថ្នាំជ្រៅក្នុងអ្នកភូមិទាំងអស់រត់មកមើលកូនសឹមឈួតហើយមែនទេត្រូវលីវតាឡាប៉ាជីជន់មិនថាថែមទាំងទិញសម្រាមស្អុយមកចាក់លើដីនេះនឹងដាំអីបានអុយសូរិនអើយឯងចង់ឲ្យពូសាច់ស្លាប់មែនទេហាអញគិតថាទិញថ្នាំក្លិនស្អុយមកដាក់ឲ្យមន់រត់បាត់មន់ស្រុកចូលចិត្តគាស់ដីអញកប់កាន់តែជ្រៅវាគាស់កាន់តែខ្លាំងពូលីវកុំញុះខ្ញុំដីខ្ញុំចង់ទិញអីក៏បានធ្វើធំអីខ្ញុំមើលដីខូចនេះដាំបានអីខ្លះគេមិនយល់ពីមីក្រូអេកូឡូស៊ីកសិកម្មថ្នាំដីខូចទាំងនេះក្រោមឥទ្ធិពលប្រព័ន្ធសរសៃគ្រើមត្រូវបំបែកចេញក្លិនផ្អែមពិសេសរបស់ដើមសម្រាប់មន់ស្រែនេះជាអ្វីដែលឆ្មាមិនអាចទ្រាំព្រលឹម3ថ្ងៃក្រោយមន់ឈ្មោះខ្លះចឹកសាក់មួយខាំស្រាប់តែវាឈួតលេបចូលដូចខ្ញុំមើលវាដោយភ្នែកត្រជាក់ត្រឹមមន់ស្រុក5000វាមកកកនៅក្នុងប្រឡាយដែលចាក់សំណល់ឈួតរកស៊ីគ្មានចុះបងការខំអណ្ដាគ្រោះរួចបែរខ្នងទៅផ្ទះបន្តទៀតដែរយកធ្យូងថ្មគុណភាពប្រូបៃអូទិកពីកំទេចថ្នាំគង់ថ្លៃដើម20000ពេលវេលាកន្លងទៅបន្ទាក់ពីព្រលឹមដល់យប់រីថ្នាំបង្កាត់ពេញរាល់ថ្ងៃភ្លឺឡើងមិនបាច់ទុកឧបករណ៍បន្លឺសម្លេងទេបារត់ចូលដីខ្ញុំយ៉ាងឈួតស៊ីសត្វល្អិតអស់គ្មានសល់តាមត្របែកដែលនៅសល់វារស់រានមានជីវិតអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តជាងស៊ីប្រូបៃអូទិកវាខ្លាយជាជីសរីរាង្គល្អលោកលើវធំមាត់ភ្ញាក់ផ្អើលទាំងស្រុងឃើញមន់មិនស្លាប់ផ្ទុយទៅវិញវាថត់ឃើញអត់នេះហើយព្រះឲ្យពោសឹមលីនស៊ូធ្លាប់និយាយយ៉ាងម៉េចត្របែកស្វាងយើងរស់ឡើងវិញមន់ខ្ញុំក៏ថត់ដែរនិយាយពីនឹងមន់ខ្ញុំរាប់ពាន់ក្បាលជួយស៊ីស្មៅចាប់ដង្កូវរាល់ថ្ងៃឯងសន្សំលុយជួគេបានច្រើនណាស់ចំណេញកម្លាំងពលកម្មពូលើវនិយាយត្រូវនេះពិតជាសន្សំពេលវេលាឲ្យខ្ញុំច្រើនឯងចេះដឹងផងនឹងមន់នេះដល់រដូវស្លឹកឈើជ្រុះលក់បានថ្លៃរបស់ស្អុយឯងនៅសល់ទៀតអត់មិនគ្រប់ទៅយកទៀតកុំឲ្យមន់ខ្ញុំឃ្លានគ្រប់គ្រាន់ហើយត្រឡប់ទៅបន្តសៀវភៅកត់សរសេរបញ្ជីទី3ថ្ងៃទី30មិថុនាសន្សំថ្លៃពលកម្មប្រហែលសន្សំថ្លៃជីប្រហែល20000ស្មើនឹងថ្លៃវិនិយោគសម្រាប់លើវធំមាត់មិនដឹងក្រោយពីស៊ីអស់រយៈពេលបាក់តេរីក្នុងពោះវាមន់ត្រូវបានផ្លាស់ប្ដូរទាំងស្រុងត្រឡប់ទៅស៊ីវិញអាហារគ្រាប់ទាំងជាតិគ្រើមនោះវាលែងលេបចូលថ្ងៃកន្លងទៅម្ដងចូលរដូវក្តៅភ្លៀងឆ្នាំនេះក្តៅខ្លាំងស្រាប់តែអស់ជាង10ថ្ងៃគ្មានភ្លៀងសោះប៉ាអស់ហើយវាដេកផ្ងាពូស្ទៀតហើយនេះជាក្បាលទី30ដែលស្លាប់ដោយក្បាលនៅតែក្តៅបែបនេះក្បាលយើងនឹងខ្លាយជាមន់អង្គនេះចង់កាត់ផ្លូវរកលុយឪពុកឯងអាកាសធាតុអាក្រក់ណាស់គ្មានកន្លែងលាក់កម្ដៅថ្ងៃសោះកុំឈោស្ងៀមអីឆាប់ឡើងប្រញាប់ដេញមន់ដែលនៅសល់ទៅចូលដីរបស់សិនស្លឹកឈើរបស់វាធំក្រោមវាត្រជាក់ប៉ាថាអត់ឲ្យគេយកចំណេញបានលីមកមន់យើងដោយនឹងណាស់ទេមន់ស្លាប់អស់ហើយទៅខ្វល់ពីលីមប្រញាប់ដេញទៅរកកន្លែងត្រជាក់ម្ខាងទៀតខ្ញុំកំពុងពិនិត្យសៀវភៅក្នុងផ្ទះលីញើសចេញពេញខ្លួនលោកស៊ីមមានរឿងហើយប្រញាប់មើលចុះលីវដាឡាប៉ាមនុស្សចាស់នោះមន់ស្លាប់ដោយកម្ដៅរាប់សិបក្បាលលើភ្នំឥឡូវយកមន់5មកកំឡុកក្រោមស្លឹកអង្គាសយើងភ័យអីមកក៏មកមិនភ័យមិនកើតអាកាសធាតុអស់នេះក្តៅចំដាំរបស់យើងប្រហែលជាស្រែលឹករបស់ពូវាំងភូមិក្បែរស្លាប់អស់ទាំងអស់នៅជុំវិញក៏មានរីកាការផ្លែឈើរបស់លីឡូកេមួយឈើត្រូវសត្វស៊ីខូចអស់ទៅមើលដីស្រែដល់មាត់ចំការលីចាស់និងកម្មករទៀតឈោស្ងៀមទាំងអស់ក្នុងចំណោមអ្វីដែលក្រៀមស្វិតចំការដាំរបស់ខ្ញុំបៃតងខៀវស្លឹកក្រាស់ក្រោមពន្លឺថ្ងៃវាភ្លឺរលោងអត់មានសញ្ញារាំងស្ងួតតតែសោះនឹងហើយខ្មោចលងយើងក៏អត់បានស្រោចទឹកលីចាស់អត់ជឿអង្គុយចុះគាត់ចាប់ដីស្ងួតលើផ្ទៃក្នុងនោះសើមស្ទើរតែជាប់ដៃថៅកែដីហេតុអីសើមភ្លេចថាខ្ញុំក៏សំណល់ថ្នាំរាប់សិបថ្នាំបង្កាត់ទាំងនោះសរសៃគ្រើមក្រោមឥទ្ធិពលក្រោមដីខ្លាយជាអេប៉ុងធំចាប់ទឹកភ្លៀងដាំរដូវទុកក្រោមចុះស្រមោចនៅជុំវិញនេះនៅទីនេះអត់ឃើញសំបីតែស៊ីទើបតែចប់មន់ស្រុកខ្លាញ់រត់មកចឹកមួយខាងទីដង្កូវធំមួយចេញមន់5000ក្បាលរាល់ថ្ងៃស្វែងរកដូចកំរោលស្រមោចណាហ៊ានចូលចិត្តរូដងបាត់របស់ខ្ញុំលោកសិនពីមុនអ្នកភូមិសាច់ដាក់លោកថាទិញសម្រាមមកដាក់ឈួតលោកនេះលោកដឹងជាមុនហើយនេះហៅថាវត្តមីក្រូអេកូឡូស៊ីសាស្ត្រដាំដុះមិនមែនពឹងលើដំណឹងគ្រោះធម្មជាតិហ្វេណូមយូក៏ល្បីពេញភូមិមេភូមិនាំក្រុមកសិករដែលកំពុងអ្នកដាំបន្លែមកមើលដីខ្ញុំហានិស្សិតអញពិតជាខុសគេស៊ីមលីនជំនាញអញធ្វើឲ្យភូមិយើងមានមុខត្រូវហើយសិនលីនតើទៅដីយើងបានទេទិញភក់អស្ចារ្យនោះខ្លះលៀបធំឈោលើច្រាំងទល់មុខ
មុខប្រែជាខៀវហេតុអីគាត់រកលុយធំបើគ្មានមន់ខ្ញុំទេគាត់ដាំអីក៏មិនដោះគេថារសៀលនោះលាវធំផឹកស្រានៅហាងតូចគាត់គូសទៅហើយនិយាយធំថែមទាំងគំរាមឲ្យខ្ញុំដឹងហើយគ្រាន់តែសើចមិនត្រឹមតែមិនខឹងថែមទាំងហៅលីនកងមកលីយ៉ាងយប់នេះឲ្យបងប្អូនយកពេលមកយើងនៅចាំក្បែរដីស្រែដីឯងថាលាវធំមកបំផ្លាញគាត់ហ៊ានទេមនុស្សមិនចេះគិតឃើញយូដងបាត់យើងលូតលាស់គាត់រង្គោះជាងឆ្មាទៅទៀតគាត់មិនបំផ្លាញទេប៉ុន្តែគាត់ច្បាស់ជាឆ្លៀតយកនេះទៅចាំមើលគាត់ម៉ោង 2 ទាត់ខ្ញុំនឹងលីយ៉ាងចាំនៅគុំពោតក្បែរមានសំឡេងខ្ទាតពីជាសំឡេងកន្ត្រៃកាត់លួសខ្ញុំស្គាល់ភ្លាមលាវធំនឹងកូនគាត់កំពុងអន់ខ្នងរុញរបងលួសដែលដួលចូលទៅក្នុងដីដាំដួងទីរបស់ខ្ញុំប៉ាឲ្យយើងរុញចូលគាត់ច្រើនណាស់នេះដល់ទៅចិត្ត2ភ្នាក់ហើយគាត់ឃើញធ្វើម៉េចខ្លាចអីមនុស្សទុនខ្សោយព្រៃភ្នំណាមានព្រំដែនច្បាស់ខ្ញុំថារបងនេះនៅទីនេះពីដើមយកបានមួយទៅគឺមួយទៅក្រោមនេះដាំដួងគីសុតពូលាវកណ្ដាលអាធ្រាត្រមិនដេកមកធ្វើការសំណងអីលើដីខ្ញុំអូយស៊ិនលីនលាវធំឯងគ្មានខ្មាស់គេទេដាយកមកលួចដីគេម៉ោងបែបនេះហើយរត់មកដួលលើដីឯងនេះហើយមិនជឿទេខ្ញុំហៅប៉ូលីសឥឡូវនេះហៅប៉ូលីសអីអ្នកណាលួចដីគេស៊ីមលីនកុំចោទប្រកាន់សៀវភៅអីតាំងនៅមុខភ្នែកហើយសំណាញ់នេះរំកិលទៅចង្គៀងខ្ញុំហើយហ៊ានប្រកែកទៀតប្រកែកអីខ្ញុំធ្វើល្អទេយប់មិញខ្យល់ខ្លាំងសំណាញ់ដួលហើយខ្ញុំគិតថាយើងជាអ្នកចិត្តខាងពូអាណិតឯងពាក់កណ្ដាលអាធ្រាត្រនាំកូនប្រុសមកជួយទាញសំណាញ់ឡើងវិញឯងវិញដូចឆ្កែខាំព្រះមិនស្គាល់ចិត្តល្អគេជួយទាញសំណាញ់ត្រូវរំកិលចូលដីខ្ញុំ2ម៉ែត្រអូពាក់កណ្ដាលអាធ្រាត្រត្រង់ងឹតចាស់ហើយភ្នែកមិនសូវល្អខុសព្រំដែនអីចម្លែកហើយដីចំណោតនេះងាយបាក់ដីរលងហើយរអើងាយរត់ខ្ញុំជួយចាក់ដីឲ្យរឹងទេលីវតាប៉ោងឯងនិយាយរឿងហួសឯងគិតថាអ្នករាល់គ្នាល្ងងពីឯងនិយាយជាមួយកូនយើងងាយច្បាស់ណាស់អញ្ចឹងចិត្តល្អគិតថាឯងមិនព្រមទទួលនេះមិនខ្វល់ទេឯងចង់ធ្វើអីក៏ធ្វើទៅយើងទៅចៅវាយទុកឲ្យគាត់រត់ទៅកំហឹងនេះមិនអាចរំលះរត់វត្តរត់ទេថ្ងៃនេះចាប់បានផ្ទាល់មាត់គាត់ពោលស្លាប់នេះជាលទ្ធផលល្អព្រឹកស្អែកតាក់តងក្រុមសំណងតាមខ្សែព្រំដែនយើងមានដៃកំពុងដំឡើងរបស់អគិសនីដោយខ្ញុំចេញមើលគាត់រំកិលទៀតព្រឹកព្រលឹមថ្ងៃក្រុមសំណងចូលក្រោមការត្រួតពិនិត្យរបស់លីវនឹងកំពុងដៃរឹងមាំងើបឡើងលីវតាប៉ោងឈរលើភ្នំខាងខឹងជន់ជើងចិត្តដល់រដូវប្រមូលផលថ្នាំដួងហើយចាស់ជំនាញក្នុងភូមិតាមក្រញងគុណភាពសំបីតែយកទៅផ្សារថ្នាំក៏ជាទំនិញក្តៅគេដែរចំណែកមន់ស្រុក5000របស់លីវតាប៉ោងពេលចេញលក់ហើយដើម្បីរកចំណេញលីវតាប៉ោងសម្រាប់ចិត្តលក់ចុងក្រោយដាក់ឲ្យថតចំណេញឲ្យថតដេញមន់ក្រោមភ្នំទាំងអស់ចូលក្រៅវិញពីអាទិត្យនេះកុំឲ្យវារត់វង្វេងឲ្យវាស៊ីតែពោតឲ្យថត់ទាំងអស់គាត់នាំកូនប្រុសកាន់របស់បន្លឺសំឡេងចាស់ឬសន្ធឹកខ្លាំងដូចកូនរន្ទះត្រឡប់មកផ្ទះវិញហើយហ្វូងមន់ភ័យខ្ចាត់ខ្ចាយតែគ្មានមួយណារត់ទៅរកគាត់លីវតាឡាប៉ាខឹងយ៉ាងខ្លាំងប្រញាប់ប្រញ័រឆ្លងរបងដែកចាប់ដើមដេញពីពេញភ្នំនិស្សិតអរគុណដែលជួយចិញ្ចឹមមន់នេះចិញ្ចឹមបានល្អណាស់ខ្ញុំមិនអាចរាក់ទាក់ទេខ្ញុំនឹងយកទៅលក់នៅស្រុកឥឡូវនេះមុនលក់ត្រូវដាក់កន្ទុកនឹងពោតឲ្យធ្ងន់ដូចនេះទម្ងន់គ្រប់ខ្ញុំឈរនៅមាត់ទ្វារផ្ទះមើលគាត់នឹងកូនប្រុសគាត់អស់សម្រាប់អាទិត្យលេបយកមន់5000ដេញទាំងបណ្ដេញត្រឡប់ទៅគាត់វិញចៅហ្វាយឲ្យគាត់យកមន់ទៅហើយនេះមិនមែនចិញ្ចឹមឲ្យគាត់ឥតគិតថ្លៃរាប់ថៃទេកុំប្រញាប់រឿងល្អទៅតែចាប់ផ្ដើមលីវតាឡាប៉ាយកដាក់ចូលក្នុងទ្រុងក្តៅហុយគាត់នឹងកូនប្រុសយកថងធំពោស្ងួតថោកបំផុតនឹងកន្ទុកចាក់ចូលក្នុងស្មៅទាំងអស់តែម្ដងស៊ីឲ្យអស់ពីកម្លាំងស៊ីធាត់ប៉ុណ្ណឹងខ្ញុំចំណេញគាត់រងចាំដោយអំណរហ្វូងមន់ដូចរាល់ដងនឹងប្រញាប់មកឈួតស៊ីយ៉ាងខ្លាំងតែមន់5000ក្បាលគ្មានមួយណាកូនប្រុសលីវតាឡាប៉ាឆ្ងល់មានរឿងអីហេតុអីមិនស៊ីឲ្យវាឃ្លានរហូតដល់ល្ងាចហើយមិនអាចធ្វើអ្វីក៏តែ1ម៉ោងកន្លងផុតទៅក្នុងចំណីមិនត្រូវបានប៉ះទេហ្វូងមន់កាន់តែវឹកវរខ្លាំងឡើងនោះមន់មួយស្រែកយ៉ាងគួរឲ្យខ្លាចរងមន់ទាំងមូលផ្ទុះឡើងដូចឆ្នាំមន់5000ក្បាលស្រែកដូចឈួតប៉ះទង្គិចរបងដែកត្រង់យ៉ាងខ្លាំងព្យាយាមរត់ចេញកូនប្រុសលីវតាឡាប៉ាភ័យព្រួយប៉ាមិនប្រក្រតីវាមិនស៊ីចំណីមិនស៊ីសំបីតែលីវតាឡាប៉ាក៏ភ្ញាក់ចាប់ពោតមួយក្តាប់ដាក់ចំមាត់មន់មួយយ៉ាងមន់នោះក្រវីក្បាលយ៉ាងខ្លាំងបោះពោតចេញវាហ៊ានខំខ្ញុំទៀតឈួតហួហើយស៊ីទៅអញស៊ីទាំងនេះសុទ្ធតែជាអាហារតែមន់ទាំងនេះធ្លាប់ស៊ីតែថ្នាំទុនឥឡូវបដូរឲ្យវាស៊ីកន្ទុកដូចឲ្យមនុស្សទៅស៊ីថ្មីល្ងាចនោះលីរត់មកខ្ញុំដាក់ថាលោកម្ចាស់លោកវិទេមន់របស់លីវធំកំពុងស្រែកដូចគេសម្ទាំងមូលលឺអស់ហើយសំហើយចាស់នោះចង់ច្បោកដាក់កន្ទុកធ្ងន់ខ្ញុំថាលើកនេះគាត់ខាត់បងអស់ពេលយប់សម្រែកមន់កាន់តែខ្លាំងលីវធំនឹងកូនគាត់ព្យាយាមគ្រប់យ៉ាងតែមន់មិនស៊ីទេសូម្បីតែទឹកក៏មិនត្រឹមតែ2ថ្ងៃប៉ុណ្ណោះដែលធ្លាប់រលោងស្គមស្គាំងឃើញច្បាស់ហើយចាប់ផ្ដើមដួលស្លាប់បន្តពុះចេញពីមាត់រកាច់រួចស្លាប់ព្រះឲ្យស្លាប់ទៀត5បើបន្តបែបនេះមិនទាន់ដល់ផ្សារក៏ងាប់អស់លីវធំខឹងចាប់មន់មួយហែកមាត់វាចាក់គ្រាប់ពោតចូលមាត់វាមន់នោះទៅស៊ូនៅក្រោមចុះឃើញទេវាឃ្លានខ្លាំងស៊ីទាំងអស់គាត់គិតថារោគដំណោះស្រាយគ្នាជាមួយកូនប្រុសពេញមួយយប់ចាក់លីមកឲ្យមន់រាប់រយតែថ្ងៃបន្តមន់ដែលត្រូវចាក់នៅទាំងអស់ខ្លាយជាដុំរឹងធំវាចាប់ផ្ដើមបន្ទោលលីមកក្លិនស្អុយពេញក្រោលប៉ាមិនរួចទេស្លាប់ទៀតហើយលើកនេះលឿនជាងមើលមន់នេះវាឈោមិនកាត់ហើយអញ្ចឹងធ្វើម៉េចទៅហៅពេទ្យសត្វពីស្រុកចំណាយប៉ុន្មានក៏បានដែរដែលមកឈ្មោះវ៉ាអ្នកជំនាញបាក់សីល្បីបំផុតគាត់ចូលក្រៅមន់មើលមួយផ្លែតក៏ក្រៀមមុខស្អុយណាស់ខ្យល់ចេញចូលនៅលោកវិជ្ជបណ្ឌិតវាងជួយមើលនេះកាត់អីគេរឹងដូចដុំថ្មញ៉ាំអីឲ្យវាគឺពោតលីកន្ទុកនឹងឯងនិយាយខុសមន់ធម្មតាញ៉ាំនឹងអត់លើសពីរំលាយមិនស្រួលមិនអាចកើតរលាកក្រពះធំបែបនេះទេមើលឯងមកពោះវាស្ដាងដូចក្រហើយមានដំបៅទន់នេះញ៉ាំតែអាហារទុនងាយរំលាយយូរមកមែនទេវាធ្លាប់ញ៉ាំឆ្នាំពីដីអ្នកដតៃដំបែថ្នាំខាត់ឯងយកមន់មកចិញ្ចឹមឲ្យចំណីទុនមានប្រូតេអ៊ីនធ្វើឲ្យប្រព័ន្ធរំលាយអាហារស្រាប់តែបដូរមកញ៉ាំគ្រាប់ទាំងជាតិពិបាករំលាយឯងអត់យល់ពីមន់ឬអត់ខួរក្បាលពេទ្យវាងមានសង្ឃឹមទេខ្ញុំដាក់ថ្លៃឲ្យអត់សង្ឃឹមទេវាខូចមុខងាយរំលាយអាហារញ៉ៃញ៉ៃអស់ឯងឲ្យទឹកទេពបរិសុទ្ធក៏អត់មានស្រូបមិនចូលទេចាំស្លាប់ចុះពេទ្យសត្វវាងទុកពាក្យនឹងយកថ្លៃពិនិត្យ300តែចេញទៅដោយមិនលីវតាឡាប៉ាអង្គុយសន្លប់ក្នុងជំរកអស់សង្ឃឹមដំណឹងមន់5000ក្បាលចិត្តងាប់ហាដូចស្លាប់ទៅពេញភូមិ
ថ្ងៃនោះខ្មៅមួយឈប់នៅមុខផ្ទះលីវមាត់ទ្វារចុះពីឡានមកបរោះធាត់ម្នាក់សក់ស្អាតអូយថាឯងមានលុយខ្ញុំមកមើលលីវចាស់ឯងចិញ្ចឹមពូជអីថ្មីហ្នឹងហៅថាមន់ឈឺលោកឈៀនកុំលេងសើចមន់នេះគ្រាន់តែក្តៅសម្រាប់ពីថ្ងៃទីឲ្យខ្លួនហើយស្លាប់ច្រើនម្លេះលោកលីខ្ញុំនិយាយត្រង់ខ្ញុំដឹងច្បាស់ពីមន់ឯងពេទ្យសកាត់ទោសឲ្យឯងនៅធ្វើពុតប៉ុន្តែមើលមុខគ្នាស្គាល់គ្នាច្រើនឆ្នាំខ្ញុំចង់អូផ្លូវល្អផ្លូវអីមន់ឯងមិនរស់ដល់ពេលលក់ទេទុកឲ្យយូរទៀតស្លាប់ច្រើនពេលនោះឯងត្រូវចំណាយលុយជួលគេជីក្រណ្ដាកប់កុំឲ្យប៉ះពាល់បរិស្ថានភូមិរករឿងឯងខ្ញុំចិត្តល្អមួយក្បាល15បាតស្លាប់រួមខ្ញុំយកទាំងអស់ជួយសម្អាតឲ្យឯងមិនដែរ15បាតមន់ស្រុកធម្មតាមួយក្បាលយ៉ាងតិច80ហើយសៀនផាងឯងនេះចេះតែឆ្លៀតឱកាសកុំឲ្យមុខមិនចង់15បាតជាថ្លៃជួយឯងចោលរបស់ឯងគិតថានៅទិញមន់ឯងអីឯងលក់ឲ្យខ្ញុំត្រូវចំណាយលុយជួលគេធ្វើការយកទុកក្នុងទូរួចរកវិធីលក់ទៅឲ្យអាហារដ្ឋានថោកដែលមិនរើខ្ញុំប្រថុយប្រឋានរកលុយលំបាកឯងថាតិចទៀតឯងចង់លក់ក៏លក់មិនលក់ក៏ទៅក្រោយថ្ងៃនេះ10បាតខ្ញុំនៅគិតមើលចេញទៅមួយក្បាល15បាតឯងទៅប្លន់គេវិញទៅមន់ខ្ញុំទាំងធាត់ទាំងរឹងមាំមួយក្បាលយ៉ាងតិច80ហើយឡាវលីវឯងនៅមិនទាន់ភ្ញាក់ពីសបិនទេនេះហៅថាសៀនបៀវស្លាប់ថ្ងៃនេះមិនស្លាប់ថ្ងៃស្អែកក៏ស្លាប់ស៊ីឃ្លីឯងនឹងខ្លាយជាទីបញ្ចុះសពខ្ញុំទុកឲ្យវាងាប់អស់ក៏មិនថោកឯងឆ្លៀតឱកាសនេះដែរហាងសុទ្ធមានចិត្តក្លាហានខ្ញុំចាំមើលមន់ឯងខ្លាយជាសាច់ស្អុយចរចាតម្លៃជីក្រណ្ដៅវិញប៉ាឯងវង្វេងហើយយំអីអត់សៀនផាងប៉ានៅដោះស្រាយមន់ប៉ុន្មានក្បាលនេះមិនរួចទេស៊ឿនលីនឲ្យចំណីបានប៉ាក៏ឲ្យបានដែរគាត់នឹកឃើញអ្វីមួយក៏ទាញកូនរត់ចេញទៅទីរួមខេត្តទិញថ្នាំបង្កាត់អូយ1ម៉ោងក្រោយឡាវប៉ាឡាបើករថយន្ត3កង់ចាស់របស់គាត់កណ្ដាលរថយន្តខ្មៅងឹតចុះពីសំណល់ថ្នាំគាត់ធ្វើតាមខ្ញុំចាក់សំណល់ថ្នាំចូលក្នុងចំណីស៊ីនេះមិនមែនជាអ្វីដែលឯងចង់ស៊ីទេប៉ាវាមិនត្រឹមត្រូវទេមិនស៊ីសំណល់ថ្នាំនេះក្លិនខុសពីស៊ឿនលីនខុសអីមិនមែនដើមតាំងគុយឡាវប៉ាឡាមិនជឿយកដីថ្នាំលីជាមួយពោតគាត់ចាប់មន់មួយក្បាលហើយចាក់ចំណីចូលមាត់មន់នោះទៅស៊ូយ៉ាងខ្លាំងវារឹងស្លាប់ភ្លាមកូនឡាវប៉ាឡាមើលមន់ងាប់ពេញដីមុខស្លេកដូចខ្មោចថ្ងៃទី3ឡាវប៉ាឡាទ្រាំមិនបានគាត់រកលេខទូរស័ព្ទលោកឈៀនប៉ាឯងពិតជាចង់ទួតច្បាស់ជាសើចចំអកយើងអូយមិនទូរស័ព្ទទេតែចាំមើលមន់ទាំងនេះខ្លាចជាមន់ងាប់អស់ទេលោកហេងខ្ញុំនឹងហើយឡាវយូអូមិនក៏មានពេលទូរស័ព្ទមកមន់មាសរបស់អ្នកលក់អស់ហើយលោកហេងកុំលេងសាច់អីខ្ញុំលេងសាច់ខ្ញុំគ្រាន់តែឯងធំក្លិនស្អុយណាស់គេហ៊ាននឹងទៅប្តឹងអាជ្ញាធរខ្ញុំគេនិយាយលោកធានពីមុនខ្ញុំខុសហើយខ្ញុំមើលមនុស្សមិនឃើញទេមួយក្បាល1500មកឥឡូវនេះយកទៅទាំងអស់ខ្ញុំឲ្យអ្នកទុកថាជាមិត្តនឹង15ឡាវយូអ្នកក្តៅខ្លួនឈួតឥឡូវមន់អ្នកឲ្យខ្ញុំដោយឥតគិតថ្លៃខ្ញុំក៏មិនយកដែរលោកថៅកែឈៀននេះមានន័យយ៉ាងម៉េចខ្ញុំបានសួរពេទ្យសត្វរបស់អ្នកវាស៊ីកំតិចដំបែដែលមានប្រូបាយរពះពោះវៀនវាខូចឥឡូវបដូរឲ្យវាស៊ីស្រូវគ្រើមួយក្បាលស្នៅសក៏មិនស្លាប់តែសាច់មន់វាជក់អ្នកណាហ៊ានយកឥឡូវមិនមែនអ្នកលក់មន់តែអ្នកត្រូវអង្វរខ្ញុំជួយដោះស្រាយថ្លៃដោះស្រាយមួយក្បាល$5 5000ក្បាលឲ្យលុយខ្ញុំយកទៅដុតកុំឲ្យអ្នកជាប់គិតមើលទៅចប់ហើយអ្វីចប់ពីថ្ងៃក្រោយសំឡេងមន់ស្រែកក្នុងទ្រុងក៏ស្ងាត់ទៅមិនមែនវាធូរស្រាលតែវាគ្មានកម្លាំងស្រែកទៀតមន់5000ក្បាលស្លាប់ចិត្ត1000នៅសក៏ទុនខ្សោយទាំងអស់ស្គមនៅតែឆ្អឹងដោយគ្មានជំរឿគាត់ត្រូវបើកទ្រុងមន់ម្ដងទៀតទុកឲ្យមន់ដែលនៅសល់រត់ទៅចំការអង្គុយរបស់លោកលីឃើញក៏ប្រញាប់រត់មករកខ្ញុំថៅកែឡាវតាក់ឡាំងគាត់ដេញមន់មកវិញហើយមកទាំងអស់ឲ្យគាត់ដេញមកថៅកែបើកទ្វាររបងថ្មីរបស់យើងឲ្យពួកវាចូលលោកលីភ្ញាក់ផ្អើលតែគាត់ធ្វើតាមហ្វូងមន់ឈួតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះមន់ដែលចិត្តស្លាប់ទាំងនោះស្រាប់តែមានកម្លាំងវិញដូចអាប់រសៀលនេះឡាវតាក់ឡាំងមកដល់មានរឿងហើយមានលោកសិនអ្នកមានគុណធំសូមមេត្តាសង្គ្រោះខ្ញុំផងពូលីធ្វើអីអញធ្វើអីឲ្យខ្ញុំអាម៉ាស់មុខអញ្ចឹងលោកសិនយើងខុសហើយលោកមានចិត្តធំទូលយករឿងយើងមកដាក់ក្នុងចិត្តខ្ញុំមិនមែនជាមនុស្សទេខ្ញុំមិនគួរចង់បានប្រយោជន៍មិនគួរបំផ្លាញសំណាបរបស់លោកឥឡូវនិយាយហើយមានប្រយោជន៍អីមានប្រយោជន៍លោកសិនទិញមន់ខ្ញុំទៅសូមអង្វរលោកមន់ឯងមិនមែនកំពុងស៊ីស្រូវក្នុងចំការខ្ញុំទេហេតុអីខ្ញុំត្រូវទិញវាចេញពីចំការលោកមិនរស់ទេគេមិនស៊ីពោតទេមិនស៊ីអីសោះបើដាក់វិញវាស្លាប់អស់ហើយវាពាក់ព័ន្ធអីនឹងខ្ញុំមុនមិនមែនលោកថាមន់ចង់រត់ទៅណារត់ទៅលោកសិនអាណិតខ្ញុំផងឲ្យផ្លូវរស់ខ្ញុំប៉ុន្មានក៏បានដែរឲ្យតែលោកយកពូលីវយើងទាំងពីរជាអ្នកចំនួនត្រូវគិតថ្លៃពីមុនពូបំផ្លាញសំណាបខូចខាតផ្ទាល់510,000ដូចនេះពូទួលស្គាល់ចាំពូមកអាស្រ័យប្អូនខ្ញុំស៊ីផឹកជាង2ឆ្នាំបងរុំខ្ញុំមិនថ្លៃដើម20,000ដូចនេះពូទួលស្គាល់ទេខ្ញុំទទួលស្គាល់ហើយមន់ទាំងនេះនៅក្នុងចំការខ្ញុំស៊ីលីមកវាបំផ្លាញដីខ្ញុំតាមច្បាប់ខ្ញុំគួរឲ្យថ្លៃឆ្នៃវាក៏ស៊ីរបស់ខ្ញុំដង្កូវដែលខ្ញុំតាក់ជន់ខូចស្លឹកឈើខ្ញុំគុណុបការៈស្កាន់នេះរាប់ស្មើគ្នាទៅម៉េចអញ្ចឹងមកនិយាយតម្លៃមន់ទាំងនេះវិញខ្ញុំលើកកម្រាមដៃមួយ10រៀល1រៀល5រៀលមិនមែន5សេនទេ5សេន1 50,000ឯងនេះធ្ងន់ជាងគេផ្លន់ទៅទៀតមួយក្បាលក៏ថ្លៃជាងអញ្ចឹងឯងមិនលក់ក៏បានដែរមន់ឯងចេញពីដីខ្ញុំឥឡូវនេះតែម្ដងចាខ្ញុំលក់500រៀលក៏500ខ្ញុំលក់ឲ្យគាត់បើមិនលក់ទេខាត់ដាច់ខ្យល់5ម៉ាត់យ៉ាងហោចណាស់បានជាង2000លីចាស់យកប៊ីកមកបាត់លោកសឹមខ្ញុំឲ្យលីចាស់យកក្រដាសហើយសរសេរកិច្ចសន្យាផ្ទេសសរសេរជាអក្សរខ្មៅលើក្រដាសក្រោមលោតាឡាទេមន់ស្រុកប្រហែល4000ក្បាលក្នុងតម្លៃ5ម៉ាត់ក្បាលឲ្យភីគីទីមួយឈ្មោះសឹមលីលីវតាឡាឡាញដែលញាប់ញ័រស្នាមរៀមដៃក្រហមលើកិច្ចសន្យាខ្ញុំមើលគាត់ដើរចេញបែកក្នុងមកបើកសៀវភៅថ្ងៃទី5កញ្ញាទិញមន់ស្រុកក្នុងតម្លៃ5ម៉ាត់ក្បាលសរុប4120ចំណាយសរុប2060បើគិតតាមការក្រោយពីមន់សាច់នេះតាមតម្លៃទីផ្សារ80យ៉នតម្លៃសរុបប្រហែល30គិតលុយរួចចាស់នឹងកម្មករខ្លះមកពាត់ជុំវិញលោកថាលោកធ្វើអីនឹង5ម៉ាត់ក្បាលលោកទិញមន់ឈឺទាំងនេះមកធ្វើអីមន់ទាំងនេះមើលទៅចិនថាលោកដល់3ថ្ងៃទេយើងត្រូវចំណាយលុយជីក្រណ្ដាចាលោកសឹមចាយលុយនេះបោះទឹកកសូដែររបស់នេះមកក្លិនស្អុយក៏មិនរលីដែរប្រាក់ខែខ្ញុំមិនឲ្យខ្វះមួយម៉ានថ្ងៃនេះប្រឹងចាំមើលមន់ក្នុងជំរកប្រាក់ខែខ្ញុំនឹងគិតតាមថ្ងៃឲ្យអ្នកទាំងអស់គ្នានេះជាផ្លែព្រូនជូ
និងដំបែស្រូវសាលីលោកថៅកែទិញរបស់ទាំងនេះមកធ្វើអីរហូតមកដល់ពេលនេះគេមិនមែនឈឺទេគឺវាស្រេកឃ្លៀងខ្លាំងគាត់ដាក់ឆ្នាំងធំមួយយករបស់ទាំងនេះទៅស្ងោរឲ្យក្លាយជាទឹកក្រាស់បន្ទាប់មកខ្ញុំយកទឹកជីវជាតិដែលត្រៀមទុករួចចាក់ចូលកូរឲ្យសព្វយករបស់នេះទៅចាក់ឲ្យមន់មួយក្បាលចាក់ឲ្យមន់លោកថៅកែត្រូវចាក់ដល់ម៉ោងណាអញ្ចឹងធ្វើមួយកម្មករទូបីមានការសង្ស័យនៅតែយកធំចាប់ផ្ដើមឲ្យមន់ដែលដួលសន្លប់ចាក់ឲ្យមន់មួយក្បាលអ្នកភូមិគេក៏ចេះនិយាយចាក់ដោតខ្ញុំគិតថាគាត់ខឹងលីវតាឡារហូតភ្លេចស្មារតីចង់ជួយសង្គ្រោះមន់ឲ្យរស់វិញហើយដាក់ចូលក្រៅវិញអាយ៉ាខួរក្បាលមិនសូវល្អទេមែនហើយឈឺធ្ងន់បែបនេះនៅហ៊ានទិញទៀតសប្តាហ៍ថ្ងៃនេះចរិតអាក្រក់ណាស់ថ្ងៃបន្ទាប់គ្មានអភូតហេតុកើតឡើងតែទ្រុឌទ្រោមសូម្បីតែមន់ខ្លះទៀតក៏ទ្រាំមិនបានស្លាប់ហើយលោកលីអ្នកបន្លឺសំឡេងក៏មកស្នើចាំថាពេលសុំខ្ញុំគាត់ធ្វើមុខមិនទេឃើញមន់ស្លាប់ដែលគេទាញសាច់រហូតតែផ្លូវលោកម្ចាស់សម្បូរជាមនុស្សល្អចេញលុយខ្លួនឯងធ្វើអំពើល្អអ្នកចេះរកស៊ីណាស់លោកលីខឹងមុខប្រែជីពណ៌ខ្ញុំមិនបានខត់ទេរបស់គាត់ហើទៅហើយគាត់នឹងគប់មន់ស្លាប់ទាំងនោះទៅគាត់ចាត់ទុកថាជាម្ហូបស្រាដែលខ្ញុំឲ្យគាត់លោកលីរត់ចូលមកទាំងភ័យថាកែលោកចេញទៅមើលមន់ទាំងនោះផងមិនត្រឹមតែរស់វិញទេមើលពណ៌រោមរបស់វាល្អជាងពេលដែលលោកលឺធំចិញ្ចឹមទៅមុខលោកលឺធំកាន់តែអាក្រក់គាត់ខំថ្មិញជើងទាត់ដេកហើយបែកក្នុងជើងនេះខ្ញុំបើកសៀវភៅកត់ត្រាបន្តថ្ងៃទី8កញ្ញាថ្លៃឆ្នាំព្យាបាលទិញមន់ស្រុកចំនួន4 100ស្លាប់12ក្បាលនៅរស់4 110ប៉ុន្តែមិនទាន់បានជាសះស្បើដល់ពេលចែកលោកលីដែលចេញទៅលក់រត់មកទាំងញើសស្រក់ថៅកែមានរឿងធំហើយមេក្រុមហើយនិយាយយឺតមានរឿងអីគ្មានអ្នកទិញទំនិញយើងទេគ្មានអ្នកទិញទេថ្ងៃនេះខ្ញុំក្រោកពីផ្សារធំ3កន្លែងទៅផ្សារថ្នាំភៀកខាងលិចក្រុងមានហាងណាហ៊ានយកទំនិញយើងទេចរចាតម្លៃមិនបានមិនមែនបញ្ហាតម្លៃគេមិនទាំងសួរតម្លៃផងគេថាដូចនេះអ្វីដែលចេញពីដីរបស់សម្បូរមិនហ៊ានប៉ះស្មៅមួយណាប៉ះអ្នកនោះអាក្រក់អ្នកណាហ៊ាននិយាយអញ្ចឹងគឺជាអ្នកដែលចង់ឆ្លៀតឱកាស15យន្តមន់ស្លាប់របស់លោកលើធំជាអ្នករកស៊ីចិត្តខ្មៅគាត់មានទំនាក់ទំនងធំទូលាយក្នុងស្រុកគាត់ឲ្យបណ្ដាញទាំងអស់ធ្វើតាមបិទផ្លូវយើងទាំងស្រុងទូរស័ព្ទលើទៅស្រាប់តែរំញ័រឡើងលេខទូរស័ព្ទចម្លែកលោតលើអេក្រង់ហាឡូលោកម្ចាស់សម្បូរចូលមកហើយស្រួលទេលោកឈៀនដៃវិញណាស់ដល់ភ្នំរបស់ខ្ញុំហើយហាទេផ្លូវកសិកម្មស្រុកខ្ញុំនិយាយតែមួយម៉ាត់ឯងធ្វើហួសហេតុពេកមិនចេះច្បាប់ទេថ្ងៃនេះខ្ញុំនឹងបង្រៀនឯងចង់បង្រៀនបែបណាហាដាំរបស់ឯងទុំហើយទេមន់4000ក្បាលក៏គួរលក់ដែរខ្ញុំប្រាប់ឯងក្រៅពីខ្ញុំគ្មានអ្នកណាហ៊ានទិញទេខ្ញុំប្រាប់ផ្លូវល្អមួយដាំ1គីឡូមន់1ក្បាល20រៀលខ្ញុំសុខចិត្តទទួលយកទាំងអស់មិនថាស្លាប់ទេលោកថៅម៉ាខែមុនឯងឲ្យ$15ទិញមន់ងប់មន់ល្អរស់ឲ្យតែ20ទេឯងនៅសុបិនមិនទាន់ភ្ញាក់ទេឯងគិតថាឯងមានសិទ្ធិចរចាលើឯងខ្លាចជាមួយនឹង10ថ្ងៃទៀតឲ្យឥតយកមើលមន់ឯងស៊ីអីមើលដាំឯងរលួយក្នុងចំការមិនបាច់បារម្ភទេរបស់ខ្ញុំស្រេះតូចនេះមិនគ្រប់ទេចិត្តរឹងមុំណាស់មើលឯងទ្រាំបានប៉ុន្មានថ្ងៃពេលគ្មានលុយទិញចំណីពេលមន់រាប់ពាន់ក្បាលវីគ្នាស្លាប់មកលុតជង្គង់សុំខ្ញុំក៏មិនទទួលដែរចាំមើលគ្នាលោកថៅកែធ្វើម៉េចបរោះធាត់នោះចង់សម្លាប់យើងកុំញាប់ទៅអូយនេះមិនមែនថៅកែធំសឹមលៀនទេមិនទាន់ចេះចង់ក្រឡាប់បានទេពូលីវដឹងរឿងលឿនណាស់មកមើលរឿងហើយភូមិដឹងគ្រប់គ្នាឯងទាស់នឹងលោកឈៀនបិទផ្លូវទាំងអស់សឹមលៀនឲ្យដាំល្អមានប្រយោជន៍អីចិញ្ចឹមមន់ឲ្យធាត់មានប្រយោជន៍អីលោកមិនចេញក៏គ្រាន់តែដេរលួយលីវតាខូចឯងចង់ជឿទេខ្ញុំនឹងកាប់ឯងថ្ងៃនេះកាប់មកលើក្បាលខ្ញុំមកមើលរឿងកំ pl ែងសឹមលីនពេលនោះឯងបោកខ្ញុំឆ្លៀតឱកាសទិញមន់ខ្ញុំកន្លះរៀលឥឡូវផលកម្មមកដល់ហានឹងហើយឯងហត់ឈ្មោះលើក្រដាសអង្វរឲ្យខ្ញុំលក់ឲ្យឥឡូវទៅសុំលោកឈួនផងថ្វាយបង្គំគាត់នៅស្រុកពេលឯងខ្សែធននំរហោះ100ហិកតានេះខ្ញុំនឹងជួថប់មកលើកនេះខ្ញុំមិនប្រើអីស្អុយទេឯងថាពិតទ្វាចោះឆ្កែព្រៃនៅក្រៅវាប្រុសរំខានណាស់សឹមលីនឯងឆ្មើងណាស់ចិត្តស្លាប់ហើយនៅតែឆ្មើងមើលឯងឆ្មើងដល់ណាទៅអញយកកៅអីទៅអង្គុយចាំមើលឯងរាល់ថ្ងៃមើលមន់ឯងស្លាប់អត់លោកថៅកែអត់មានវិធីទៀតទេឬក៏ទៅស្រុកចិត្តខាងមើលផ្លូវឬបញ្ចុះតម្លៃលក់ឲ្យភោជនីយដ្ឋានក្នុងទីក្រុងមិនបញ្ចុះទេបញ្ចុះមួយសេនក៏ខូចមកអ្នកលក់គ្មានសិលធម៌មិនសមនឹងទទួលទំនិញនឹងមន់ច្រើននឹងលក់ឲ្យអ្នកណាសេងខំឯងនិយាយមកទៅចាប់មន់3ក្បាលដែលរឹងមាំជាងគេហើយជ្រើសជ្រូកធំជីកដើមគួយចេញមកលៀងសម្រាប់មន់ធ្វើអីយើងត្រូវទៅរាជធានីដាក់តាំងពីពណ៌ធ្វើតែខ្ញុំយកទូរស័ព្ទទៅមជ្ឈមណ្ឌលទេសកសិកម្មរាជធានីសួស្ដីមជ្ឈមណ្ឌលទេសកសិកម្មរាជធានីខ្ញុំចង់ធ្វើការវិភាគគីមីពេញលេញលើផលិតផលខាងនេះធ្វើការជាមួយក្រុមហ៊ុនការតេស្តផ្ទាល់ខ្លួនយឺតហើយថ្លៃណាស់បន្ទាន់ថ្ងៃនេះបញ្ជូនមនុស្សមកយកគំរូតេស្តឯខ្ញុំចង់បានលទ្ធផលបិទលុយមិនមែនបញ្ហាទេបញ្ជូនអ្នកជំនាញល្អបំផុតយកឧបករណ៍ចល័តមកខ្ញុំផ្ញើអាសយដ្ឋានទៅទូរស័ព្ទយើងស្អាតមួយគ្រឿងបោះពុំឈ្មោះមជ្ឈមណ្ឌលទេសឈប់នៅជើងភ្នំអ្នកគឺថៅកែសឹមមែនប្រាប់ទុកជាមុនថ្លៃតេស្ត5000បាតបងយើងចេញទិន្នន័យពិតមិនខ្លាំងខ្លាយទេអ្នកគ្រាន់តែពិនិត្យទិន្នន័យដោតលើបរិមាណអាស៊ីតអាមីណូនិងសំណល់ថ្នាំក្នុងសាច់មាន់សៀវវាងបើកប្រអប់ដាក់យកកាំបិតច្បាស់ចេញកាត់ដើមគួយដែលលាងស្អាតទើបតែកាត់ដោចចុះស្រាប់តែគាត់ឈត់យកកន្លែងកាត់មកហិតក្លិនមុខប្រែពណ៌ថ្នាំនេះកំហាប់មិនធម្មតាទេមានអីមិនធម្មតាអត់មែនពុលទេតែវាខ្លាំងវាក្រាស់ពេកកាត់ហើយមានចុះចេញមកសរសៃនឹងប្រេងនេះខ្ញុំធ្លាប់ឃើញតែលើដើមអង្គាបុរាណអាយុ10ឆ្នាំមើលទៅគុណភាពនេះអញដាំវាដូចម្ដេចបានអញ្ចឹងយកកំទេចអង្គាដែលជ្រលក់ហើយរាប់សិបតោនធ្វើមន់ស្រុកពេញភ្នំឲ្យវាស៊ីសត្វល្អិតនឹងលាមកជីធម្មជាតិគ្មានថ្នាំពុលជាប្រព័ន្ធអេកូឡូស៊ីតូចអូហូអញ្ចឹងទេស្អីគេឆ្អឹងមន់នេះរឹងណាស់គាត់បែរទៅចាប់មន់មួយទៀតហើយច្របាច់សាច់វាតឹងណែនណាស់មានក្លិនអង្គាស្រាលមន់របស់អ្នកចិញ្ចឹមដោយសេរីសារចំណីវាជាកំទេចថ្នាំចិនលោកសឿនឯងចាយលុយដូចដុតយកថ្នាំចិនថ្លៃមកចិញ្ចឹមមន់ទឹកត្រជាក់ទៅមន្ទីរពិសោធន៍ក្រុងគំរូនេះខ្ញុំយកទៅភ្លាមខ្ញុំសន្យាថានឹងផ្ញើបាយការលម្អិតតាមមិនយឺតជាងម៉ោង8យប់ពីកន្លះយប់ម៉ាស៊ីនហ្វាក់ក្នុងភ្លាមនោះទូរស័ព្ទរបស់លោកសឿនមានរឿងធំហើយលទ្ធផលនេះដូចជាអស្ចារ្យលើស្តង់ដារជាតិពី3ទៅបរិមាណអាស៊ីតអាហ្វូលីកក្នុងថ្នាំគង់គឺកម្រិតស្តេចថ្នាំពិតប្រាកដមិនត្រឹមតែប៉ុណ្្នឹងទេបរិមាណប្រេងហួតក៏ចុះទៅនៃមន់វិញថែមទៀតច្រើនជាងមន់បរិមាណប្រូតេអ៊ីននិងអាស៊ីតអាមីណូក្នុងមន់ស្រែសំខាន់បំផុត
សារធាតុគីមីគឺសូថ្នាំអង់ទីប៊ីយ៉ូទិកសារធាតុទឹកកកក្នុងខ្លួនត្រូវបាននេះគឺជាមន់អុសថកម្រិតខ្ពស់បើក៏បាយការនេះចេញអ្នកមានក្នុងក្រុងដែលធ្វើម្ហូបអុសនិងម្ហូបឯកជនប្រកាសជាប្រជែងគ្នាទិញយប់នេះខ្ញុំនឹងផ្ទេរថ្លៃពីនឹងបាក់ហើយលោកថៅកែក្រុងថាមិនដែរមិនត្រឹមតែបានទេឆ្លងផុតហើយតែលក់មិនចេញទេគេយកកញ្ជើឫស្សីទៅលាងសម្អាតបាត់ស្អែកយើងយកទៅលក់ណាមិនទៅណាទេនៅទីនេះលើភ្នំរហ័សចាំនៅទីនេះលើភ្នំរស់100ហិកតានេះឯងត្រៀមខ្លួនហើយធ្វើរឿងធំមួយខ្ញុំងាកទៅតោបើកសៀវភៅកត់ត្រារបស់ពួកដោះមកបិទថ្ងៃទី15ចំណាយ 5000 យួនដើម្បីពិនិត្យពីវិទ្យាស្ថានកសិកម្មព្រឹកថ្ងៃបន្ទាប់សម្លេងម៉ាស៊ីនរថយន្តឈប់ក្បែរចំការខ្ញុំទ្វាររថយន្តបើកចុះមកក្បាលទំពេអ្នកធ្វើម្ហូបល្បី8លាន follow តែក្បាលទំពេម្ចាស់ហាងតូច Fego របាយការណ៍ពិសេសពីវិទ្យាស្ថានកសិកម្មខ្ញុំទេខ្ញុំសុំនិយាយមុនទោះខ្ញុំទទួលថ្លៃធ្វើតែបន្ទប់ផ្សាយផ្ទាល់ខ្ញុំនិយាយតែមន់របស់អ្នកបើមិនដល់ស្តង់ដារអណ្ដាតខ្ញុំទេថ្ងៃនេះខ្ញុំនឹងបង្ហាញមុខអ្នកទស្សនា8លានមុខសាកល្បងមើលបើមានពាក្យកុហកខ្ញុំស៊ីស្មៅដាំគ្រប់ដាំលើភ្នំឆ្មើងឆ្មៃណាស់បងប្អូនបើកបន្ទប់ផ្សាយអ្នកទស្សនាចូល 50000 អ្នកភ្លាមសារអត្ថាធិប្បាយ Figo ដាក់កាមេរ៉ាទៅលើភ្នំទំហំស្រែកថាបងប្អូនថ្ងៃនេះយើងមកបង្ហាញរបស់នេះខាងថាពេញភ្នំសុទ្ធតែប្រើសំណល់ថ្នាំចិញ្ចឹមមន់ជាអសតោះមើលថាពិតឬទេមិនត្រឹមត្រូវទេលោកសឹមហេតុអ្វីក្នុងទ្រង់មន់គ្មានក្លិនអាហារជូរសូម្បីតែក្លិនលាមកក៏គ្មានចិញ្ចឹមដោយសេរីមិនឲ្យចំណីលាយចុះពួកវាស៊ីអ្វីទៅខ្លាយជាទេវតានេះជាសំណល់ថ្នាំពីប្រូបាយស្លាប់មន់ស្រូបជាតិពុកហើយស៊ីសត្វល្អិតពេញភ្នំលាមកមន់ត្រូវបាក់តេរីល្អបំផុតឲ្យដីថ្នាំគង់ជាមូលដ្ឋានគ្រឹះអេកូឡូស៊ីរបស់ខ្ញុំអាយ៉ាក្លិនថ្នាំក្រអូបខ្លាំងណាស់ថ្លៃដើមនេះខ្ពស់ណាស់ពូលីចាប់មន់អូអ៊ុយសាច់មន់នេះល្អណាស់ដុតភ្លើងដាក់ឆ្នាំងភ្នំនិងចង្ក្រានដីពូលីកាប់មន់ភ្លាមសម្រាប់ហើយលាងស្អាតមិនបាច់ប្រើចង្កេះដាក់មន់ទាំងមូលខ្ញុំដើរទៅដីទីញូដាំគ្រប់ទំហំមកដៃចេញមិនដាក់ខ្ញីខ្ទឹមស្រាស្លឹកគ្រៃស្ងោរតែទឹកក្លិនសាច់មន់មិនអាចលាក់បានទេគ្រឿងផ្សំល្អមិនត្រូវការគ្រឿងទេសបិទបាំង20នាទីក្រោយគម្របឆ្នាំងឡើងប្រញាប់រុញកាមេរ៉ាឲ្យជិតឃើញផ្ទៃទឹកកំពុងពុះស្រោបស្រទាប់ភ្លឺរលោងប្រេងម៉ាស៊ីនថ្លាដូចមាសទឹកស៊ុបថ្លាឈឹងគ្មានដុំពុះឬឈាមសោះបន្ទប់ផ្សាយផ្ទាល់ផ្ទុះបងហ្វីយកស្លាបព្រាគោស៊ុបមិនខ្វល់ក្តៅទេចាក់ចូលមាត់តែម្ដងខ្ញុំដកពាក្យមុនវិញនេះមិនមែនស៊ុបមន់ទេនេះជាទឹកអម្រឹតពិតឆ្ងាញ់ណាស់ឆ្ងាញ់មែនគាត់ចាប់ជើងមន់ក្តៅមួយខំមួយមាត់អស្ចារ្យណាស់លោកសឹមមន់របស់អ្នកលក់ថ្លៃទុកខ្ញុំសុំទិញទាំងអស់មិនលក់រីទេហេតុអី150,000អ្នកកំពុងទូរស័ព្ទមួយរត់ភ្លាមហ្វីកូភ្ញាក់ផ្អើលឆាប់ចុចទទួល Hi-Fi ខ្ញុំທາງជាងគោមេចុងលោកសឹមនៅក្បែរទេខ្ញុំនៅនេះលោកសឹមដាំឈើគ្រឿងនៅលើភ្នំមន់ថ្នាំ 4000 ក្បាលទៀតហាមប៉ះបងយូសានយកទាំងអស់តែលោកທາງលោកឈៀននៅស្រុកចេញពាក្យអ្នកណាហ៊ានយកទំនិញខ្ញុំត្រូវបិទផ្លូវក្នុងស្រុកសិតល្អិតចេញពីប្រឡាយណាមកបិទផ្លូវអ្នកផ្គត់ផ្គង់ខ្ញុំចាត់ប្រធានទិញរបស់ខ្ញុំនាំរថយន្តត្រជាក់ទៅមន់ស្រុក150រៀលមួយថ្នាក់ខ្ពស់200រៀល1គីឡូពេញភ្លាមឆ្នាំក្រោយរោងចក្រអ្នកខ្ញុំទិញមិនដល់2ម៉ោងរថយន្តត្រជាក់ធំ3គ្រឿងចូលភូមិនេះយកទិញចុះពីយន្តប្រណិតដើរត្រង់មករកខ្ញុំលោកស៊ីនជំរាបសួរប្រាប់ឲ្យដាក់ភ្លាមលុយ10លានចូលកានីអ្នកហើយអ្នកថតមុនដែលមកមើលរឿងភ្ញាក់ផ្អើលគាត់ស្ទុះទៅឈោឃាំងមុខនាយកឯងដឹងច្បាប់ទេផលិតផលកសិកម្មក្នុងស្រុកត្រូវតែតាមរយៈខ្ញុំឯងជាក្រុមហ៊ុនណាក្រុមហ៊ុនអាហារយូសានហ្គេក្នុងយូសានហ្គេអ្នកធំក្នុងខេត្តឯងនោះហើយជាអតីតមនុស្សធាត់ដែលគម្រាមបិទផ្លូវលោកស៊ីនលោកທາງប្រាប់ចាប់ពីថ្ងៃនេះសហការជាមួយស្រុកឯងត្រូវគេដកឈ្មោះចេញពីឧស្សាហកម្មខ្ញុំមិនខ្វល់គាត់ទេកម្មករចាប់ផ្ដើមដឹកឡានកែ150រៀលមួយអង្គលីវតាតោដើមគេលក់ឲ្យយើងមួយក្បាល5ម៉ាក់ឡើងថ្លៃ300ដងហើយប្រាប់បងប្អូនទាំងអស់បងប្អូនទទួលប្រាក់រង្វាន់ឲ្យគ្រប់គ្នាប្រាក់ខែ2ខែទៀតថៅកែចិត្តធំណាស់ត្រឡប់ទៅបន្ទប់ស្ងាត់ខ្ញុំយកសៀវភៅខ្មៅចេញថ្ងៃទី5តុលាភោជនីយដ្ឋានយូហ្វេនក្នុងមន់ស្រុក4128ក្បាលលក់100ចំណូលពីអាំងទឹកដំបងចិត្ត4សែនតែនេះគ្រាន់តែចាប់រឿងល្អនៅខាងអ្វីដែលមកមុនផែនការគឺឧបទ្ទហេតុលោកសឹមអត់ល្អទេមន់ជាង4000ក្បាលយើងដាក់ឲ្យដើរភ្លៀងមួយយប់វាស្លាប់អស់ច្បាប់ថាម៉េចមិនបាច់និយាយដីល្បាប់100ហិកតាគ្មានស្រះទប់ទឹកភ្លៀងហូរបាក់ចូលអាំងទឹកខូចអស់ប្រាប់គ្រប់គ្នាមកជួបគ្នានៅដីស្រែមកជួបគ្នាធ្វើអីមិនហ៊ានចុះភ្នំត្រូវសង់រោងនៅទីនោះសង់ឥឡូវមិនទាន់ទេថៅកែខ្ញុំមិនខ្វល់ខ្ញុំទូរស័ព្ទទៅផ្សារសម្ភារៈសំណងក្រុងលោកវ៉ាងហេឡូវ៉ាងអូនបំពង់ដែកនិងគ្រឿងភ្ជាប់ក្រណាត់ការពារទឹកភ្លៀងពីជាប់ក្នុងឃ្លាំងអ្នកមានប៉ុន្មានលោកស៊ីនចង់បានរបស់ទាំងនេះធ្វើអីហៀបនឹងមកខ្ញុំកំពុងបិទទ្វារខ្ញុំយកទំនិញពី30000ជួលឡានធំ3គ្រឿងខ្ញុំនៅមាត់ភូមិក្នុងរយៈពេលមួយបំពង់ខ្ញុំកាត់30000សងប្រាក់មុន10000ភ្លាមលុយនៅសល់ពេលដឹកដល់ដឹកឡានភ្លាមដាក់ទូរស័ព្ទខ្ញុំហើយលេខមួយទៀតពូលីទៅប្រកាសតាមឡោតអ្នកភូមិទាំងអស់ដែលអាចលីថងបាយ50គីឡូគ្រប់គ្នាមកដីស្រែភ្លៀងធំបែបនេះអ្នកណាចង់ចេញមកធ្វើថ្ងៃនេះប្រាក់ឈ្នួលមួយថ្ងៃ1000ខ្ញុំទៅហៅភ្លាមលីទេភ្លៀងធំខ្លាំងមេចង់យកជីវិតមនុស្សពូលីរោងមន់អ្នកពង្រឹងហើយរោងចាស់ខ្ញុំទេហើយមានមន់សោះខ្ញុំខ្លាចអីអ្នកដែលគូខ្លាចគឺសឹមលីនរកលុយបានបន្តិចហើយភ្លេចធ្វើអីចិញ្ចឹមមន់បែបធំមន់4000ក្បាលរបស់លោកសុនយប់នេះប្រឈមភ្លៀងធំម្លេះមន់4000ក្បាលស្អែកខ្លាចជាសាហាសំណាប់គាត់ប្រកាសជាត្រូវទឹកចំនួនបក់ទៅសមុទ្រនេះហើយជាផលវិបាកត្រូវចាក់បំពេញរថយន្តដឹកធំ3គ្រឿងជប់ទុកបំពង់ដែកភ្លឺបរោះ30អ្នកក្នុងភូមិពាក់អាវភ្លៀងនៅក្បែរដីស្រែខ្ញុំលោតឡើងលើឡានទីងថងធ្វើដំណើរខ្មៅឃើញលុយក្រដាស់មួយដុំមិននិយាយច្រើនទេជួយខ្ញុំសង់ជំរកមន់4កន្លែងលោកសុនភ្លៀងចាប់ផ្ដើមហើយខ្យល់ខ្លាំងណាស់សង់មិនកើតសង់រៀងអសរប្រើបំពង់ដែកក្រាស់ធ្វើគ្រឹះពូលីដឹកមនុស្សចុះដោះបំពង់បាត់បងចាងអ្នកនាំមនុស្សទៅភ្នំខាងជើងកន្លែងដែលយើងកប់កាក់សំណល់ពីមុនចាក់គ្រឹះនៅទីនោះហេតុអីត្រូវធ្វើនៅទីដីនោះសុទ្ធតែសំណាប់គាត់ធ្វើតាមអីខ្ញុំប្រាប់កាក់សំណល់អស់ស្អាតផ្ដោកម្ដៅហើយដីខ្ពស់មិនសូវជន់ទឹកប្រញាប់ឡើងបងប្អូនធ្វើរួចយកលុយជាសាច់ខ្យល់ព្យុះនិងដំណក់ភ្លៀងធំបោកមកលើមុខខ្លាំងងឹតឈឹងហើយមានតែភ្លើងបំភ្លឺធំពីរបីពុក1 2 3លើកចាក់សោឲ្យជាប់ខ្ញុំចង់នៅរក្សាម្ដាយមកនេះមេក្រុមប្រុងប្រយ័ត្នភ្លៀងកាន់តែធំដូចចាក់ទឹកពីលើមេឃលោកថៅកែអត់ល្អទេទឹកភក់ហូរចុះមក
ភ្នំនេះគ្មានទឹកនៅទេចិត្តបាក់ដីហើយភ័យអីមើលជើងពូលីមើលចុះភ្ញាក់ផ្អើលទូភ្លៀងធំតែដីក្រោមជើងមិនមានសូម្បីតែទឹកភក់មួយហេតុអីប្រឡាយមិនមានទឹកស្រូបចូលអស់ក្រោមដីមានកាកសំណល់អស្ត្រប់ពុកជាមួយបាក់តេរីឥឡូវក្រោមដីវាដូចជាអេប៉ុងយ៉ាក់ភ្លៀង200មីលីម៉ែត្រទាំងអស់ជាប់ក្នុងដីមិនអាចកាត់បានទេអស់ចាស់ណាស់នេះដូចជាមជុលធំរបស់សមុទ្រទេគុំនិយាយច្រើនតើជំរកធំរួចរាល់ហើយឬនៅជំរកធំទាំង4រួចរាល់ហើយតែថៅកែរំភើបពេកបាត់ខ្លួនទៅធ្វើម៉េចឲ្យគេចូលមកជ្រកភ្លៀងមិនបាច់ប្រញាប់គាស់ដីក្រោមផ្ទះកញ្ចក់លីចាស់យកចុះមកដីលើផ្ទៃត្រូវគាស់ឡើងនេះជាក្លិនសំណល់ថ្នាំពីក្រោមដីត្រូវហើយថយក្រោយស្ទើរតែភ្លាមមន់ស្រុករាប់មិនអស់រត់ទៅរកជំរកធំតាមក្លិនឈ្ងុយរបស់ថ្នាំប្រញាប់ចូលទៅក្នុងជំរកធំដែលទើបសង់រួចមិនដល់10នាទីនៅខាងក្រៅមើលមិនឃើញមន់ប្រញាប់ទម្លាក់វាំងនឹងការទាញក្រណាត់ក្នុងជំរកធំស្ងាត់ពីខ្យល់ព្យុះភ្លាមសុវត្ថិភាពហើយឈប់ធ្វើការចែកលុយបុរសជាង30អ្នកចូលតម្រង់ជួទទួលលុយ1000អ្នកសាច់សប្បាយវិបត្តិត្រូវបានដោះស្រាយគ្នាគេងលក់ស្រួលថ្ងៃបន្ទាប់លីចាស់ដើរមកដោយរីករាយថៅកែមិនទាន់ស្លាប់ទេយើងមិនត្រឹមតែមិនខាតបានទេកញ្ចក់ដែលថ្នាក់ល្អ4ក្នុង2នេះទៅនេះជាប្រភពចំណូលថេររបស់យើងប្រាប់បងប្អូនថ្ងៃនេះសម្រាប់ឈ្នួលនៅគិតដដែលអូខេខ្ញុំអង្គុយតុហសេបន្តកត់ត្រាថ្ងៃទី12ដុល្លារភ្លៀងធ្លាក់ខ្លាំងប្រើប្រាស់ប្រាក់បំរុង25សង់ជំរុកការពីភ្លៀងចំនួន4ក្នុងរយៈពេល2ម៉ោងលីចាស់ក៏ដើរចូលមកកំបាំងមានដំណឹងល្អទៀតថៅកែធាត់ខ្សែហើយលឿនម្លេះយកមិញភ្លៀងធ្លាក់ខ្លាំងហើយត្រជាក់ភ្លាមស្តុកទំនិញកសិកម្មរាប់រយតោនរបស់ចាស់ទំនិញគុណភាពសាមទាំងអស់នឹងខូចដោយសារតែសញ្ញាធំជាមួយខេត្តក្រៅអាចប្រឈមនឹងប្រាក់ពិន័យរាប់សិបលានម្ចាស់បំណុលបានបិទទ្វារក្រុមហ៊ុនគាត់អស់គាត់សុំនឹងទទួលហាលោកច័ន្ទលោកសុនជួយផងអើយច័ន្ទធាត់ឯងឈួតអីលោកសុនខ្ញុំខុសហើយខ្ញុំខុសពិតមែនសូមលោកលក់មន់4000ក្បាលខ្ញុំមួយលូតដើម្បីឲ្យខ្ញុំបំពេញចំនួនក្នុងលោកចង់បានថ្លៃប៉ុន្មានខ្ញុំលោកທາງបានបង់ថ្លៃទាំងអស់ហើយអ្នកមកយឺតហើយមិនប្រកាសថានៅសល់ទេលោកស៊ីនអ្នកមិនផ្គត់ផ្គង់ទំនិញខ្ញុំនឹងត្រូវបង់ប្រាក់ពិន័យ30លានខ្ញុំនឹងបាត់បង់អ្វីទាំងអស់ហើយថែមទាំងត្រូវជាប់គុកសូមអ្នកអាណិតខ្ញុំផងដោយសារយើងជួយបងប្អូនគ្នាម្ដងលោកឈៀនខ្ញុំចាំបានការអ្នកក៏ធ្វើដូចនិយាយដាក់លោកលីវយ៉ាងក្រអឺតក្រទមទិញមន់ឈឺរបស់គាត់ក្នុងតម្លៃ15ជួយជីករ៉ុនដៅកប់គាត់ប៉ុន្មានថ្ងៃមុនអ្នកនៅតែបង្រៀនខ្ញុំថានឹងបិទផ្លូវខ្ញុំវាល្ងងពេកលោកស៊ីនកុំយករឿងខ្ញុំមកគិតអីខ្ញុំមិនមែនធ្វើសប្បុរសប្រាប់គាត់ឲ្យចេញទៅបើគាត់មិនចេញហើយប៉ូលីសថាមានអ្នកចូលផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាតចេញទៅលីចាប់ដេញធានផាងចេញដោយមិនគោរពនៅក្រៅផ្ទះឬសំឡេងធានផាងស្រែកយំរួមជាមួយសំឡេងម៉ាស៊ីនឡានសាន់ដាណារត់គេចយ៉ាងសប្បាយណាស់សប្បាយមែនថៅកែឥឡូវគ្មានអ្នកណាហ៊ានរារាំងយើងទៀតទេត្រីធំស្លាប់ហើយត្រីតូចនឹងបង្ហាញខ្លួនលោកលីវកំពុងធ្វើអីថៅកែខ្ញុំទៅនឹងចង់រៀបមិញខ្ញុំដើរល្បាតលោកលីវនាំកូនគាត់លួចចូលព្រំដែនយើងទៅជីកដីនៅខាងជើងជីកអីដីជីដែលយើងកប់ទុកគេលួចយកបានបិទទៅខាងគេវិញខ្ញុំចង់ទៅចាប់គេឃើញអ្វីដែលអ្នកប្រាប់ឲ្យខ្ញុំទ្រាំទុក3ដងគាត់ហ៊ានយកមែនថៅកែគាត់លួចដីជីធ្វើអីតើគាត់ចង់ចិញ្ចឹមមន់សរីរាង្គដូចយើងដែរតែគាត់គ្មានមន់ទេលក់ឲ្យយើងអស់ហើយគាត់ឃើញខ្ញុំលក់ដាំក្រញូងចំណេញរាប់លានច្រើនគាត់ចង់យកកំទេចថ្នាំទៅដាក់ជីហិកតារបស់គាត់រៀបដាំថ្នាំថ្លៃចុះយើងទៅហៅប៉ូលីសចាប់គាត់វិញមិនបាច់ហៅប៉ូលីសទេការបង្កាត់មីក្រូជីវសាស្ត្រជីវវិទ្យាសាស្ត្រតឹងរឹងណាស់គាត់លួចយកកំទេចដីដែលមានពួកមេរោគលីតាមសម័យមាសមិនចេះគ្រប់គ្រងសីតុណ្ហភាពនិងវានឹងនាំមកនៅគ្រោះមហន្តរាយតែយើងគ្រាន់តែចាំមើលពេលថ្ងៃក្រោយឬសូកផ្ទុះពីភ្នំខាងបន្ទាប់មកក្លិនស្អុយខ្លាំងមួយវាដើរពេញភូមិយ៉ាងលឿនលីចាស់ទុកមាត់ច្រមុះរត់ចេញពីផ្ទះរហូតទឹកភ្នែកហូរហឺក្លិនអីណាខ្ញុំពាក់ម៉ាស់ចេញពីផ្ទះមើលទៅចំការភ្នំរបស់គាត់ជួររាប់សិបហិកតាពេលនេះកំពុងឆេបសាមឈើព្រៃពីរបីដើមដែលដុះពីមុនស្វិតដួលជួយផងពូលីទៅទូរស័ព្ទទៅការិយាល័យបរិស្ថានមិនដល់កន្លះម៉ោងរថយន្តពន្លត់អគ្គិភ័យនិងរថយន្តបើកមកដល់ដោយសន្ធឹកសន្ធាប់អ្នកត្រួតពិនិត្យស្លៀកឈុតការពារជាច្រើនអ្នកកាន់អុបរត់ចូលទៅក្នុងដីរបស់លើត្រូសែនស៊ុលហ្វីតនិងអាម៉ូញ៉ាលើសកម្រិតខ្លាំងដីនឹងប្រែជាអាស៊ីតភ្លាមប្រែក្លាយជាដីអាស៊ីតខ្លាំងប្រធានការិយាល័យបរិស្ថានអូស្លូតាឡាប៉ាដែលកំពុងដួលលើឯងយកកាកសំណល់គីមីអ្វីទៅកប់ក្នុងដីខ្ញុំគ្មានទេខ្ញុំគ្រាន់តែកប់កំទេចដីជីពីចំការសេនលីនទេរឿងមិនពិតចំការរបស់សេនលីនម្សិលមិញទៅទទួលពានរង្វាន់បៃតងគំរូពីខេត្តឪពុកខ្ញុំថាកំទេចដីតិចពេកគាត់ទៅទីងទេសពីកន្លែងសំណល់គីមីថោកបំផុតបន្ថែម3រេគុណភាពទាបពីតោចូលក្នុងដីអស់ហើយថាធ្វើបែបនេះនឹងបង្កើតជីវជាតិខ្លាំងឈួតកាកសំណល់គីមីលីអ៊ុយរ៉េកំហាប់លីជាមួយបាក់តេរីអញធ្វើសុទ្ធពុលដីក្រោមដីអីហឺដីរាប់សិបហិកតានេះខូចអស់50ឆ្នាំទៀតគ្មានស្មៅដុះទេមិនតែប៉ុណ្ណោះអញយកកាកសំណល់ពុលមកចាក់ចោលខុសត្រៀមខ្លួនចូលគុកទៅសេនលីនលើតាឡាប៉ាលើកនេះខូចខាតអស់ហើយការិយាល័យបរិស្ថានពីនៃគាត់200,000បុកគាត់លុបចូលដីកូនប្រុសគាត់ខ្មាស់គេរត់ចេញទៅធ្វើការនៅភូមិខាងត្បូងដីរាប់សិបហិកតារបស់គាត់ឥឡូវមានអ្នកហ៊ានទទួលគាត់ថាយកតម្លៃទាបបំផុតត្រឹម 10% សួរថាអញចង់ទទួលយកចុះតម្លៃ1%បាទរួមទាំងភ្នំរហោស្ថានក្បែរផ្ទះគាត់ដែលគ្មានអ្នកចង់បានតម្លៃកញ្ចប់មួយឆ្នាំ$20,000បើអញអាចគ្រប់គ្រងដីនោះដោយខ្លួនឯងបានកុំឲ្យជាតិពុលចូលទឹកក្រោមដីលោកព្រឹទ្ធាចារ្យក្នុងរយៈពេល1ឆ្នាំនឹងធ្វើឲ្យដីខូចនោះដុះស្លឹកបៃតងវិញចេញពីការិយាល័យលោកលេដើរតាមក្រោយខ្ញុំឆ្ងល់ថាចៅហ្វាយនោះជាបីខូចណាគ្មានស្មៅដុះទេយើងទិញវាមកធ្វើអីភ្លេចហើយថាយើងមានថ្នាំល្អបំផុតថ្នាំបំបត្តិជាតិពុលកម្រិតខ្ពស់ទឹកបាក់តេរីមានប្រយោជន៍ដីពុលក៏មិនខ្លាចគ្រាន់តែអាស៊ីតបាសមិនស្មើជួរដីហាលថ្ងៃពួកមីក្រូបដែលធន់នឹងអាស៊ីត3ខែអាចបំបត្តិជាតិពុលទាំងអស់ហើយបច្ចេកទេសកែលម្អដីដ៏អស្ចារ្យដោះស្រាយបញ្ហាទាំងស្រុងពេលនោះដីនោះនឹងក្លាយជាកន្លែងសាកល្បងអេកូឡូស៊ីដែលមានជីជាតិចៅហ្វាយពិតជាឆ្លាតណាស់អញ្ចឹងឥឡូវយើងមានដីប៉ុន្មានហើយពួករួមទាំងដីដែលលោកលឺដល់ភ្នំរហោស្ថានថ្មីសរុប1000ហិកតា1000ហិកតាបាទភ្នំអសថ1000ហិកតានេះមិនមែនគ្រាន់តែជាចំការត្រចៀកឈ្មោះនឹងត្រង់មន់ទេ
ខ្ញុំនឹងធ្វើវាឲ្យคล้ายជាមជ្ឈមណ្ឌលអស្តអេកូឡូស៊ីមូលដ្ឋានផលិតអស្តបុរាណត្រឡប់ទៅផ្ទះឈើដែលធ្លាប់ One of 4000កបាត្រូវបានរថយន្តត្រជាក់របស់យូសាងរត់ទៅហើយឈ្មោះក៏បានប្រមូលខ្ញុំអង្គុយនៅតុយកសៀវភៅកត់ត្រាខ្មៅបើកទំព័រចុងក្រោយថ្ងៃទី1ចំណាយ 20,000 ក្នុងរហស្ថាននឹងដីខូចរបស់លោកលឺដាឡាបាសារពើភ័ណ្ឌសាច់ប្រាក់លើស 500,000 ទទួលបានបណ្ដាញលក់កម្ពុជារាជធានីមុខរយៈមានសិទ្ធិកាន់កាប់ពេញនឹងដីភ្នំរហស្ថានជាប់គ្នាបញ្ចូលទឹកប្រាក់មួយសំលេងប៉ខ្ញុំបិទសៀវភៅកត់ត្រាដាក់វីចូលក្នុងថតរុញទ្វារបន្ទប់ឈើនៅលើកំពូលភ្នំលោកលីកំពុងនាំបងប្អូនបើករថយន្តជីកធុនធ្ងន់បរទៅកាន់ដីទំនេរថ្មីអាណាចក្រកសិកម្មរបស់ខ្ញុំទើបតែចាប់ផ្ដើម